ជាប្រវត្តិសាស្ត្រដែលកម្ពុជាទន្ទឹងរង់ចាំអស់រយៈពេលជាង3ខែបានមកដល់ដោយទីបំផុតនៅថ្ងៃអាទិត្យទី26ខែតុលាឆ្នាំ2024នេះភាគីកម្ពុជានិងថៃបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃការចុះហត្ថលេខាដោយសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងឯកឧត្តមអនុទីនឆាវិរៈគុលនាយករដ្ឋមន្ត្រីថៃក្រោមវត្តមានសាក្សីពីឯកឧត្តមដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី47នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីថ្លែងក្នុងពិធីចុះហត្ថលេខានោះឯកឧត្តមដូណាល់ត្រាំបានបង្ហាញអារម្មណ៍រំភើបរីករាយដែលបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃនៅម៉ាឡេស៊ីបើតាមឯកឧត្តមតាមរយៈកិច្ចព្រមព្រៀងសន្តិភាពកម្ពុជាថៃដែលបានចុះហត្ថលេខាពេលនេះកងទ័ពកម្ពុជាទាំង18រូបដែលយោធាថៃចាប់ខ្លួនរយៈពេល89ថ្ងៃពលចាប់ពីថ្ងៃទី29ខែកក្កដាឆ្នាំ2025មកនឹងត្រូវដោះលែងមកមាតុភូមិវិញបន្ទាប់ពីព្រឹត្តិការណ៍ជោគជ័យជាប្រវត្តិសាស្ត្រនេះក្រសួងការបរទេសនិងសហប្រតិបត្តិការនៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីប្រកាសព័ត៌មានដោយបានលើកឡើងពីការថ្លែងអំណរគុណរបស់សម្ដេចធិបតីហ៊ុនម៉ាណែតចំពោះឯកឧត្តមដូណាល់ត្រាំក្នុងភាពជាអ្នកដឹកនាំដ៏ម៉ឺងម៉ាត់និងការបដិញ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនរបស់ឯកឧត្តមក្នុងការគាំទ្រសន្តិភាពជានិរន្តរ៍រវាងកម្ពុជាថៃនិងចំពោះកិច្ចខិតខំប្រឹងប្រែងដោយមិនគិតពីការនឿយហត់ក្នុងការជួយឲ្យកិច្ចព្រមព្រៀងសន្តិភាពនេះទទួលបានជោគជ័យជាមួយគ្នានេះដែរសម្ដេចក៏បានថ្លែងអំណរគុណចំពោះឯកឧត្តមអាន់វ៉ាអ៊ីប្រាហ៊ីមថ្នាក់ដឹកនាំអាស៊ានចិននិងដៃគូអន្តរជាតិទាំងឡាយដែលបានផ្ដល់ការគាំទ្របត់ឈប់បាញ់តាំងពីដើមរៀងមកចំណែករដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដែលជាតំណាងរបស់ប្រជាពលរដ្ឋគ្រប់រូបបានតាមដានដោយយកចិត្តទុកដាក់នៅដំណើរការចរចាសន្តិភាពបានចេញសេចក្តីប្រកាសព័ត៌មានដែរថានេះជាជំហានវិជ្ជមានដ៏សំខាន់មួយដើម្បីឈានទៅរកប្រក្តីភាពនៃទំនាក់ទំនងរវាងប្រជាជាតិទាំងពីរនិងប្រែក្លាយតំបន់ព្រំដែនមានជម្លោះទៅជាតំបន់សន្តិភាពមិត្តភាពសហប្រតិបត្តិការនិងអភិវឌ្ឍរួមជាមួយគ្នានោះដែរអនុប្រធាននៃគណៈកម្មាធិការអឺរ៉ុបលោកស្រីហ្គាយ៉ាកាឡាបានស្វាគមន៍ចំពោះកិច្ចព្រមព្រៀងរវាងកម្ពុជាថៃហើយថាគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់សន្តិភាពលោកស្រីសូមកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីដូណាល់ត្រាំនិងប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ានក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងមួយនេះចំពោះសហភាពអឺរ៉ុបត្រៀមខ្លួនជាស្រេចក្នុងការជួយគាំទ្រដល់ការអនុវត្តដោយរួមទាំងការគាំទ្រដល់ការដោះមីននៅតំបន់ព្រំដែនសូមបញ្ជាក់ថាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលកម្ពុជាទន្ទឹងរង់ចាំនេះគឺអស់រយៈពេលជាង3ខែមកហើយចាប់តាំងពីជម្លោះប្រដាប់អាវុធកាលពីថ្ងៃទី24ដល់ថ្ងៃទី28ខែកក្កដាឆ្នាំ2025ដែលបណ្ដាលឲ្យមានការបាត់បង់អាយុជីវិតទាហាននិងជនស៊ីវិលទាំងសងខាងជាច្រើនអ្នក